ខ្ញុំបញ្ជាក់ថាខ្ញុំបាក់ទឹកចិត្តពួកគាត់និយាយវិសាអញ្ចឹងខ្ញុំទទួលបានខ្ញុំប្រាប់ប្រពន្ធខ្ញុំបាក់ទឹកចិត្តហើយខ្ញុំសុំចង់លេងបង្ហាត់សោះទៀតហើយខ្ញុំចង់លាចាក់ចេញពីការបង្ហាត់ចង់បានបង្កើតជាបង្កើតក្លឹបល្អដូចគេដូចឯងតែប៉ុណ្្នឹងទឹកចិត្តក្នុងការលេងសម័យរបស់ខ្ញុំតែបើសិនជាក្លឹបរបស់ខ្ញុំនៅតែអញ្ចឹងក្តីសម័យរបស់ខ្ញុំចុងក្រោយខ្ញុំសុំពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព We Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព We Hope ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេចមេឌៀអ្នកឯកទេសថតរូបនិងថតវីដេអូអាពេចមេឌៀច្នៃប្រឌិតគ្មានដែនកំណត់បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនប្រិមត្តទុនឯកជនទាំងអស់បាទថ្ងៃនេះគឺជួបជាមួយនឹងវាគ្មិនថ្មីទៀតហើយបងប្អូនគ្រាន់តែឃើញចូលប្លង់កាមេរ៉ាភ្លាមស្គាល់ច្បាស់តែម្ដងគឺលោកគ្រូនួនភេរុមបាទជំរាបសួរលោកគ្រូបាទថ្ងៃនេះពិតជាមានកិត្តិយសមែនទែនសម្រាប់កម្មវិធីពលិកម្មគុណខ្មែរដែលបានមកដល់ក្លឹបលោកគ្រូនួនភេរុមផ្ទាល់តែមានទីតាំងគឺនៅក្បែរសាលាខេត្តកណ្ដាលបាទមកងាកមកខាងឆ្វេងដៃតែបន្តិចទេនៃសាលាខេត្តកណ្ដាលអញ្ចឹងនេះគេចាប់ផ្ដើមកម្មវិធីសូមជម្រាបជូនដល់ប្រិយមិត្តទូនិកជនយើងបន្តិចថាកម្មវិធីពលិកម្មគុណខ្មែរគឺយើងផ្ដោតសំខាន់ទៅលើទី1គឺចូលរួមផ្សព្វផ្សាយនៅគុណខ្មែរទី2គឺយើងចូលរួមលើកទឹកចិត្តដល់វីរភាពរបស់អតីតកីឡាករហើយជាពិសេសគឺលោកគ្រូនួនភេរុមនេះជាអតីតកីឡាករហើយបច្ចុប្បន្នក៏ជាគ្រូអាជ្ញាកណ្ដាលដែរបាទជាអាជ្ញាកណ្ដាលហើយក៏ជាគ្រូបង្វឹកនៅក្លឹបភេរុមគុណខ្មែរអញ្ចឹងយើងចង់ដឹងថាប្រវត្តិលោកគ្រូនួនភេរុមអ្នកខេត្តណាហើយមានជីវប្រវត្តិសង្ខេបយ៉ាងណាបាទសូមអញ្ជើញលោកគ្រូសង្ខេបបន្តិចខ្ញុំបាទនួនភេរុមអតីតជាកីឡាករប្រចាំក្រសួងមហាផ្ទៃបាទពនាមខ្លាកំណាច់នួនភេរុមខ្លាកំណាច់ហ្នឹងអាហាសនាមហ្នឹងខាងណាឲ្យហាសនាមតាមស្ថានីយ៍គេឲ្យពនាមយើងហាសនាមបាទខ្លាកំណាច់នួនភេរុមបាទដល់ពេលចេញមកគេថាអញ្ចឹងហ្មងបាទថាទស្សវត្សយើងនិយាយថាទស្សវត្ស90ចឹង90មកយើងមិនចាំបាច់និយាយពីក្រោមមកពីហៅថាកម្មាភិបមកទេបាទតែពេលនិយាយពីចាប់ដើមពីបច្ចុប្បន្នភាពពី90មកអត់ទេចង់ដឹងបន្តិចតែលោកគ្រូអ្នកខេត្តណាអ្នកស្រុកណាបាទខ្ញុំខ្ញុំអតីតជាអ្នកខេត្តបន្ទាយមានជ័យអ្នកបន្ទាយមានជ័យនោះបាទអ្នកក្រុងស្រីសុផនខេត្តបន្ទាយមានជ័យបាទខ្ញុំហាត់តាំងពីកម្មាភិបនិយាយទៅហាត់ណាបាទហាត់កម្មាភិបតាំងពីអាយុ14ឆ្នាំឆ្នាំមកពីក្មេងកំព្រាបាទហើយមានតែម្ដាយបងប្អូន5នាក់បាទខ្ញុំឆ្លាញ់អាជីពហ្នឹងតាំងពីតូចមកគឺឆ្មាំមកគឺខ្ញុំយកចិត្តទុកដាក់លើជំនាញលើអាជីពបណ្ដាលហ្នឹងតែម្ដងហ្នឹងតែម្ដងតែពីសម័យមុនឃើញគេវាយល្អគេប្រកែខ្ញុំមានចំណាប់អារម្មណ៍ថាខ្ញុំនឹងធំបន្តិចខ្ញុំនឹងចាប់ដើមហាត់ឲ្យល្បីដូចពួកគាត់បាទតែឥឡូវខ្ញុំធ្វើបានថាមានឈ្មោះបោះសម្លេងក្នុងសង្គមយើងដែរអ្នកណាមិនស្គាល់លោកនៅស្រុកខ្មែរណាក៏ស្គាល់នួនភេរុមដែរឲ្យបោះសម្លេងនៅក្នុងសង្គមយើងដែរបច្ចុប្បន្នគេទទួលស្គាល់ច្រើនក៏ប៉ុន្តែមកសម័យនេះបាទខ្ញុំដើរមិនទាន់គេបន្តិចបាទដោយសារយើងពីសម័យរដ្ឋកម្ពុជាមកយើងចំពោះអ្នកខាងមួយបាទដល់មកសម័យសន្តិភាពបើយើងចូលនិវត្តន៍បាទអាហ្នឹងគឺមិនវាគេហៅថាពីសម័យកាលទៅសម័យកាលមនុស្សយើងវាវិវត្តអាយុវ័យទៅវាមិនអីទេគ្រាន់ថាយើងជាអតីតជើងខ្លាំងបើនិយាយទៅខ្ញុំប្រកួតតាំងពីចំនួនប្រកួតតម្លៃខ្លួនបានតែ120កាក់បាទ120កាក់បើចាញ់បានតែ100កាក់ទេឈ្នះបាន120ប៉ុន្តែលុយចំនួនហ្នឹងចាយលុយមក5កាក់រៀល5កាក់ហ្នឹងបាទហើយតែខ្ញុំໄວនៅទម្ងន់36ប្រកួតទម្ងន់48ប្រកួតជើងឯកប្រចាំខេត្តខ្ញុំបានពានរង្វាន់ចំណាត់ថ្នាក់លេខ1ក្នុងទម្ងន់48តែអត់ទេឥឡូវទម្ងន់ប្រកបបាន36ទេប៉ុន្តែកាលពេលប្រឡូកចូលដំបូងជំនាន់ពីឆ្នាំណាបាទ86 87មកនៅកម្មាភិបបាទហ្នឹងហើយដល់ពេល
ខ្ញុំចូលមកនៅភ្នំពេញនៅក្នុងទស្សវត្សឆ្នាំ90បាន90 91 92 93ហ្នឹងចាប់តាមមានឈ្មោះបោះសម្លេងក្នុងសង្គមយើងដែលគេស្គាល់ច្រើនពីសម័យមុន បាទហើយសមិទ្ធផលនៅក្នុងអាជីពហ្នឹងគឺបានអីខ្លះគ្រូមើលសុំដឹងតិចដែរ សម័យហ្នឹងមានតែប៉ូលេខ5មួយទេដែលដំណើរការពីសម័យដែលទទួលសក់ខ្មៅ ហ្នឹងហើយកាលហ្នឹងល្បីប៉ុស្តិ៍លេខ5គឺរៀបចំការប្រកួតបណ្ដាលគុណខ្មែរហ្នឹងគឺប៉ុស្តិ៍លេខ5ហ្នឹងផ្ដាច់មកហើយ បាទហើយ ជំនាន់ហ្នឹង បាទហើយអញ្ចឹងខ្ញុំក៏ជាម្ចាស់ខ្សែក្រវ៉ាត់ប្រចាំប៉ុស្តិ៍លេខ5មួយផងដែរហើយសម័យហ្នឹងហើយ 8ឆ្នាំណានៅចាំអី ខ្ញុំប្រហែលជាមិនចាំយូរឆ្នាំ យូរហើយ តាំងពីមើលបើខ្ញុំអាចចាំតាមរយៈកាលអាយុកូនបានតាមរយៈកាលកូនរបស់ខ្ញុំបាន អូឥឡូវកូនអាយុប៉ុន្មានគ្រូ ឥឡូវកូនខ្ញុំចូល26 27ឆ្នាំហើយ 6 ឆ្នាំអញ្ចឹងកាលចំនួន បាទ 2000ហ្នឹងហើយ បាទហើយខ្ញុំបី បាទ ឆ្នាំ ចំនួន ទៅ 99 កាលហ្នឹងខ្ញុំអត់មានថវិកាដើម្បីសម្រាលកូនប្រពន្ធឆ្លងទន្លេនៅពេទ្យពិភពក្រុងនំបុរីកន្លះហ្នឹង បាទ អត់មានថវិកាទេយកប្រពន្ធទៅដាក់ក្នុងពេទ្យហ្នឹងចុះទៅប្រកួតដើម្បីយកប្រាក់ឈ្នះបានលេខ1ហ្នឹងយកលុយមកជូនពេទ្យគេ ស្ថានភាពពេលហ្នឹងគឺអញ្ចឹង បាទគឺអញ្ចឹងហ្មងបើកាល យកប្រពន្ធទៅដាក់នៅពេទ្យហើយ ពេទ្យហើយ ចុះមកវាយ មកវាយឲ្យយកលុយមកឲ្យ យកលុយ ពេទ្យ ហើយប្រកាសនេះកាលហ្នឹងបើសិនជាចាញ់គេបានលុយអត់ ចាញ់ក៏បានដែរគ្រាន់តែបន្តិចហើយច្រើន ប៉ុន្តែកាលហ្នឹងឈ្នះ បាទឈ្នះ អូ ហើយដល់ពេលបានមកខ្ញុំជូនទៅពេទ្យអីដើម្បីសម្រាប់ប្រពន្ធសម្រាប់កូនបានកូនឥឡូវបើយើងនិយាយថា មួយមុនគេហ្នឹងបងគេហ្នឹងហ៎ បាទ វ៉ាវតាមពិតជីវិតជាក់ស្ដែងនៅខាងក្រោយឆាកហ្នឹងវាមានរឿងជាច្រើនមែនទេគ្រូណា បាទជួចត់គឺពិបាកវិធានាណាស់ការរស់នៅបាទ អូ សូម្បីតែបច្ចុប្បន្នហ្នឹងក៏ដោយឥឡូវហ្នឹងក៏ដោយ អញ្ចឹង ក៏នៅតែមានការផលលំបាក យ៉ាងម៉េចខ្លះគ្រូ មើលឥឡូវ បងប្អូន មើលទិ ដឹង ដ្ឋភាពផ្ទះរបស់ខ្ញុំដែលខ្ញុំលក់ បាទនេះជាទីតាំងក្លឹបរបស់លោកគ្រូហើយ ផ្ទះក្លឹបក៏ជាផ្ទះខ្លួនឯងស្រឡាញ់បដាល់គុណខ្មែរចង់អភិរក្ស បាទ ចង់ប្រឹងបង្ហាត់ក្មេងចំនួនក្រោយឲ្យមានបទពិសោធន៍វ័យបច្ចេកទេសល្អៗនេះ ចុះលោកកូនចៅលោកគ្រូបង្កើតវិញមានអ្នកស្នងលោកគ្រូទេហើយប្រហែលអ្នកបានប្រហែលអ្នកឥឡូវហ្នឹងគ្រូ អត់មានទេ 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 អត់មានកូនទេ កូនខ្ញុំមួយ អូ គាត់វ័យគាត់ថាប្រកួតសប្បាយចិត្តទៅគាត់ទៅម៉ៃវ័យយកម៉ៃទៅធ្វើការទៅគាត់ធ្វើការក្រៅងារក្រៅទៅគឺដល់គាត់អត់មានស្រឡាញ់អាជីព អត់អ្នកឆ្លាញ់អាជីពហ្នឹង បាទហើយសូមមួយតែបងប្អូនខ្ញុំកូននួន បាទ បងខ្ញុំនួនវិរៈនួនអីនួនទៅរកនេះដែរគាត់គាត់អត់ថាអស់និស័យ អត់មាននិស័យ បើគាត់វាយបានតែប៉ុណ្្នឹងអាប្អូនអាទី5ហ្នឹងបានម្ចាស់ខ្សែក្រវ៉ាត់នេះតា អូ បាទបណ្ដាពេលគាត់ឈប់ទៅហ៎មកនួនវិរៈខ្សែក្រវ៉ាត់2 3ហើយចំនួនគាត់វាយនួនវិរៈមិននិយាយវាយគាត់មិនអស់ចាដូចគេទេ បាទ ប្អូនខ្ញុំហ្នឹងគាត់មិនអស់ចាដូចគេទេក៏ប៉ុន្តែគាត់ធ្លាប់វាយអ្នកខ្លាំងច្រើនដែរមានសំបីតាកែចង់ក៏ធ្លាប់វាយជាមួយ បាទ បាទឡោសំណាងក៏វាយមិនដែរឈ្នះគាត់ បាទប្អូនហ្នឹងប្អូនគ្រូ បាទពេជ្រប៉ុនធឿនហ្នឹងក៏វាយមិនដែរឈ្នះគាត់ បាទ គាត់វាយតែល្វាយតែល្វាយតែគាត់តែល្វាយតែល្វាយតែល្វាយប៉ុន្តែវាយមិនឈ្នះគាត់ទេ ហ្នឹងហើយនិយាយចឹងជំនាន់លោកគ្រូដៃគូដ៏ស្វិតស្វាញពីណាគ្រូ ដៃគូខ្ញុំល្អស្វិតស្វាញ5ទឹកមានតែអេបថមមួយ អេផង បាទ អេផងហ្មង បាទ តែក្លប់ប៉ះនេះហ្មងដង ប៉ះនេះម្ដងត្រូវជួបគ្នាតាំងពីទម្ងន់48តែអត់ជួបគ្នាវគ្គវេរហូតដល់ចុងក្រោយអាគីឡូធំដាក់ដល់ចាំបានវាយ កាលហ្នឹង3គីឡូហ្មង ពីក៏វាយដូចជា54 57ហ្នឹងជំនាន់ហ្នឹង ហើយពីណាឈ្នះកាលហ្នឹងគ្រូ ខ្ញុំចាញ់បន្ទុកគាត់ អូ វាយ 5ទឹក 5ទឹក អត់ទេជំនាន់មុនវាយ5ទឹកឥឡូវទៅមាន3ទឹក អូខ្ញុំដេញវាយគាត់ថាបែបផ្សេងទៅចាញ់ហ្នឹងមិនមែនចាញ់អីចាញ់ ចាំមើលនឹងមានវីដេអូហ្នឹងអត់គ្រូណោះចាំមើលខ្ញុំសើចមើល បាទបើមានវិញណា តុងឆ្នាំណាកាលប៉ះគ្នាហ្នឹង ដូចជាឆ្នាំ96ឯងហើយ96ពី ABC Stone ណា បាទ ពី ABC ដំបូងចឹងណា ហ្នឹង បាទខ្ញុំវាយប្រហែលជុំវាយអ្នកបានលេខ1កីឡាករស៊ីទភាពខ្ញុំវាយគាត់ស្លាប់ បាទ ដល់ទឹក3 បាទបាទ ពេជ្របន្ហំខ្ញុំវាយដល់ទឹក3ដែរ បាទ វាយជាមួយកីឡាករខេត្តកណ្ដាលហ្នឹងជួបខ្ញុំស្ទើរ3ទឹកទៅអស់ណា 3ទឹក បាទហើយបានជួបមួយលោកគ្រូឡុងសារវ័នទៀត បាទ ខ្ញុំផ្ញើបន្ទុកគាត់ទៅ នេះទៀត ហ្នឹងហើយដល់ពេលហើយចុកក្នុងគាត់ជួបមួយអេបថនហ្នឹងបែរជាចាញ់បន្ទុកគាត់ អូ តែចាញ់ កាលហ្នឹង ចាញ់បន្ទុកគាត់ហ្នឹងមិនចាញ់តែគូមិនចាញ់ដូចគ្នាវាពិបាកការគណៈកម្មការចំនួនហ្នឹងមិនសង្កត់ដូចឥឡូវទេ បាទបាទគ្រូក្នុងអាជីពនេះប្រហែល100ប្រកួតឬបើនៅចាំហី ខ្ញុំបើវាយច្រើនយ៉ាងនេះ
bởi trong xây xa bởi trong xây xa tôi nhé bờ giường gì tới ụt gì tới chán sầm may ní mình men đi sầm may riêng thì chung luôn tệ cứ sầm may cái hào sầm may son tập hiệp hả cứ phải ní quay khúc cái lạnh tiếng tam phum tam tục tam vót tam cái lạnh na để từ phút cái âm này cái này bao sầm may chuyên môn của ta cái thà có phải bán là chẳng phải nó đập đó mà phải đó hay thì chỉ có cái này thì dễ cho nó buồn tạm rồi thì cô số không bây giờ lấy cho họ nó đi bay rồi tập làm rồi đó hay chừng còn khi mà vậy nó có sự máy được hộp phóng cứ vậy nhưng cho tao đào vậy đâu tới đây thầy tam trung tôi đánh đào vậy nè ông lộc tam tầm mình tọt trung đáy này ban nhầm này ta cô vậy cha bà ròm mùi bạnเตะตรงกูทาไว้ละโหดโดยจองกระใสภาษาខ្ញុំចាប់អារម្មណ៍កលាករយើងបញ្ញវន្តមានអ្នកប្រកួតច្រើនអញ្ចឹងអាចប៉ះពាល់ដូចថាពេលចាស់ទៅអាចប៉ះពាល់ខួរក្បាលកระใสภาษาមែនទេឬក៏មិនគូវាអាចប៉ះពាល់អញ្ចឹងប្រឈមការបញ្ហាប្រើໄວចំមុខយើងជាប្រព័ន្ធផ្សាយភាសាអ៊ីនធឺណិតហៅអ៊ីនធឺណិតប្រព័ន្ធខួរក្បាលម៉ាស៊ីនហ្នឹងបាទไว้ដើមទ្រូងគាត់ឈឺអូយធម្មតាណាតែไว้អានេះវាប៉ះពាល់ឥឡូវយើងគ្រាន់តែចេះយើងយកដៃយើងវាថ្លប់ឲ្យយើងគោះចកាអូននេះបងនេះគ្នាប្រទេសយើងមានអារម្មណ៍មិនដែរអង្គើអស់អង្គើក្បាលអង្គើទាំងអស់នេះបើគូanhគោះហ្នឹងអង្គើហ្មងបាទហើយចុងហ្មងវាដាក់មួយដៃជុំកាលអារម្មណ៍ពងនឹកដល់សពងไว้តែអត់ទេពងไว้តែសៀបទៅនឹកអារម្មណ៍ថាអញមានស្រីស្នេហ៍ដើរលេងស្អែកអានោះបងស្លាញ់មកជុំម៉ាំងហាច់ខ្ញុំប្រាប់ទៅដេកជាសពក្តីសម័យខ្លួនឯងក្នុងអាជីពមិនចង់ធ្វើចង់បានអីទៀតសម្រាប់ខ្ញុំពីមុនក្តីសម័យរបស់ខ្ញុំមានអារម្មណ៍ថាចង់មានកន្លែងមិនស្រីមានអុកញ៉ាឬកន្លែងដំណាមួយក៏រៀបចំក្លឹបមួយធំហើយមានលក្ខណៈដូចជីមអញ្ចឹងណាបាទមានបើសាក់មានរិញអីបង្ហាត់អញ្ចឹងទៅហើយលោកគ្រូទៅខ្ញុំនៅធ្វើធ្វើរៀនបាទគ្រូរៀននៅទីនោះហើយយើងប្រកួតថ្នាលពុតអីយើងមិនដោះក្មេងចំណងក្រោយនឹងដើម្បីឲ្យវាមានស្តង់ដារដូចគេឯងបាទមានអារម្មណ៍ហើយខ្ញុំស្រឡាញ់ណាស់ទាំងគ្រួសារទាំងអស់គ្នាមិនមានស្រឡាញ់ខ្ញុំទាំងគ្រួសារខ្ញុំទាំងអស់គឺស្រឡាញ់ទាំងអស់គ្នារួមចំណែកទាំងអស់គ្នាចង់ធ្វើអាហ្នឹងបាទប៉ុន្តែថាលទ្ធភាពហ្នឹងលទ្ធភាពជីវភាពខ្ញុំទ្រទ្រង់តែខ្លួនឯងមិនរួចបាទហើយខ្ញុំមានអត់មានពុទ្ធិភាពឯងកើតបាទហ្នឹងហើយមួយទៀតអ្វីគ្រប់យ៉ាងខ្ញុំថតតស៊ូជាង10ឆ្នាំមកវាអត់មានប្រសិទ្ធភាពខ្ញុំសូមបញ្ជាក់ថាខ្ញុំបាក់ទឹកចិត្តប្រាប់ប្រពន្ធខ្ញុំបាក់ទឹកចិត្តហើយបាទខ្ញុំសូមចង់លេងបង្ហាត់សោះទៀតហើយខ្ញុំចង់លាចាក់ចេញពីការបង្ហាត់បាទខ្ញុំធ្វើតែគណៈកម្មការចៅក្រមអាជ្ញាកណ្ដាលបច្ចេកទេសរបស់សហព័ន្ធគឺខ្ញុំក៏សប្បាយចិត្តដែរបាទបាទហើយខ្ញុំមិនយកខួរក្បាលទៅគិតពីពួកគាត់បាទនាំលំបាកដោយសារអីដោយសារគាត់មិនបានផ្ដល់ផលប្រយោជន៍ក្លឹបរបស់យើងទេជួយមកវិញជួយមកចឹងអូថាវាវាយល្អខ្ញុំបានហាត់ជាមួយលោកគ្រូនួនបរមមកសល់គាត់វាយល្អកែងជង្គង់ចាប់អីបាច់ឈ្នះល្អឥឡូវខ្ញុំចេះគេសារគាត់បាទខ្ញុំជាគ្រូសប្បាយចិត្តហើយសប្បាយចិត្តហើយអត់មានបានលេខសការៈឯងវាយបាន 200000 ហេហើយអញតែកដាលមកបាទវាអត់ត្រឹមត្រូវទេបាទទឹកចិត្តសោះគ្រូខ្ញុំជូនគ្រូឯង 20000 កាហ្វេខ្ញុំអរគុណលោកគ្រូដាក់ដោយបាទអូខេគ្រូអរគុណណាចេះចែកម្លែកគ្នាហ្នឹងហើយយើងនៅមួយគ្នាបាទអានេះស្នាក់នៅយើងហូបចុកយើងលេងលើយើងអីxongដល់ពេលវាយទៅវាយឲ្យគេបានហើយតែនិយាយទៅឯងវាអាក្រក់ឯងទៀតចង់បានបង្កើតជាបង្កើតក្លឹបល្អដូចគេដូចឯងតែប៉ុណ្្នឹងទឹកចិត្តក្នុងការដូចសម័យរបស់ខ្ញុំតែបើសិនជាក្លឹបរបស់ខ្ញុំនៅតែអញ្ចឹងក្តីសម័យរបស់ខ្ញុំចុងក្រោយគឺសុំចាឥឡូវកូនសិស្សដែលនៅហាត់ជាមួយលោកគ្រូម៉ានេះឥឡូវហ្នឹងកូនសិស្សខ្ញុំវាមាន 2-3 នាក់ដែរវានៅក្នុងហ្នឹងប៉ុន្តែគាត់ស្នាក់នៅខាងក្រៅបាទគាត់ស្នាក់នៅនេះទេអត់ទេគាត់នៅខាងក្រៅចាំដល់មកហាត់ក៏មកហាត់ទៅវាពិបាកណាស់គាត់ចង់ទៅឃើញគាត់មកហាត់គាត់ទៅវិញមកបើអ្នកនៅហ្នឹងគាត់អត់ទៅណាទេបាទចាំតែនៅក្រៅហើយបើយើងនៅឲ្យមិននៅហ្នឹងយើងត្រូវតត្រង់ការហូបចុកនៅបាទហើយដល់ពេលអ្នកក្រៅយើងឲ្យថងធួវានេះកាលដល់មកវាមហាត់នៅរាប់មកហ្នឹង2ថ្ងៃស្អែកហ្នឹងបាត់ទឹកខើឃើញមកហើយដល់វាចាប់វាវាយទៅចាញ់ទៅវាអត់អាចគួរយ៉ាងម៉េចទេហ
ថាស្អីហើយវាយមិនកើតវាយមិនកើតមកវាទៅបាត់ទៅជាងរ៉ាវខេបាត់ទៅហ្នឹងហើយចឹងសំទោសខ្ញុំទីអរគុណដល់ប្រិយមិត្តទូនីតិជនដែលបានទស្សនានៅរឿងរ៉ាវជាច្រើននៅពីក្រោយយ៉ាងណាភាពល្បីល្បាញរបស់លោកគ្រូនួនភេរមឥឡូវនេះបានមកស្គាល់ហើយពំនាំជាមួយនឹងក្រុមហ៊ុនដែលបានគ្រប់គ្រងនៅកម្មវិធីពលិកម្មគុណខ្មែរក្រុមហ៊ុន VY Plus ហើយនឹងមានផលិតផល VHOP ហើយនឹង VHOP គឺផ្ដោតទៅលើជួយបញ្ហាសន្លាក់សរសៃហើយនឹងVHOP ទៅលើជាតិស្ករបញ្ចុះសម្ពាធឈាមហើយនឹងទប់ស្កាត់ទឹកនោមបែបក្រុមហ៊ុនបានគ្រប់គ្រងហើយនឹងទៅលើគ្រូបង្វឹកហ្នឹងថាវិការចំនួន 100000 ដែរអញ្ចឹងខ្ញុំជូនលោកគ្រូហើយអានេះផលិតផល VHOP បាទហើយនឹងនេះបញ្ចុះជាតិស្ករបាទចុះជាតិស្ករការពីជាតិស្ករស្ករលើសម្ពាធឈាមបាទរងនោមអីចឹងណាបាទហើយនេះខាងសន្លាក់សរសៃVHOPស្លាកស្អីវាត្រូវឈឺសម្រាប់ដៃអញ្ចឹងទៅណាបាទនេះគេមានកញ្ចប់វានៅក្នុងចេះអូបាទមកលើភាសាបាទភាសាក្រោយបាយមួយទៅមួយថ្ងៃ3ដងពីរក៏បានដែរគ្រូប៉ុន្មានដងក៏បានដែរគ្រាន់តែអានេះយើងឈឺសន្លាក់ដូចតាមកញ្ញោដៃឈឺអញ្ចឹងបាទឈឺដល់ដៃឈឺពីតាមមកហ្នឹងបាត់ដែរបាទនេះជូនលោកគ្រូតែម្ដងអរគុណបាទហើយនៅក្នុងនេះជាប់ជាមួយនឹងថវិកាជូនលោកគ្រូ 100000 ដែរបាទអរគុណថែមទៀតខ្ញុំសូមបន្ថែមបន្តិចបាទអញ្ចឹងគ្រូខ្ញុំនឹងឡើងប្រកួតមួយគូយ៉ាមានក្តីសម័យចង់ឡើងប្រកួតទៀតបាទជាចង់ថាទឹកចិត្តខ្ញុំចង់សាកមើលកម្ដៅសាច់ដុំមើលថាប្រកួតហ្នឹងតើកើតទេទៅរួចអត់តែរួចអត់ហើយចង់កម្ដៅសាច់ដុំសាកមើលវាដូចជាយើងជាអ្នកបដាល់ហើយយើងទៅបោះបង់ចោលចាវិស្ការសោកស្ដាយតែអាយុប៉ុណ្ណេះហើយស្រឡាញ់មកយីទៅស្រឡាញ់ចូលចិត្តមកទៅជាវ័យហ្នឹងដូចថាហើយថ្ងៃណាមួយខ្ញុំនឹងសាកមើលអូបាទខ្ញុំរងចាំមើលដែរគ្រូបាទហើយខ្ញុំនឹងតំណែងទៅខាងស្ថានីយ៍ណាមួយបាទហើយខ្ញុំខែឥឡូវចេះសូមផ្ដាំផ្ញើដល់បងអ្នករៀបចំចាប់គូតាមស្ថានីយ៍លោកគ្រូនួនភេរមសូមប្រកួតបាទហើយចាប់គូឲ្យគេថាដើម្បីចូលនិវត្តន៍ដែរវ័យហ្នឹងប្រហែលគ្នាសមត្ថភាពហាក់ប្រហែលអីចឹងណាបាទព្រោះយើងចូលវ័យនេះហើយអញ្ចឹងសូមមកប្រកួតដើម្បីចែកម្លែកក្បាច់ស្នៀតអីដល់បងប្អូនកីឡាករជំនាន់ក្រោយឲ្យបានដឹងពីខ្លាចាស់មានកម្ពុជាល្បិចឯងកម្ពុជាល្បិចឯងបន្ថែមតាអញ្ចឹងខ្លាចាស់កម្ពុជាល្បិចនួនភេរមបាទអូឥឡូវបើសិននៅក្នុង YouTube ឆែកមើលមកយើងមានខមមិនមកល្បីខ្លះដួលទៅជាមួយមិនអញ្ចឹងដួលនៅពីលើនៅពីក្រោមមិនទស្សនិកជនគេគាត់នឹងដឹងហើយគេថានួនភេរមតាដួលហើយថែមជង្គង់អត់ថែមមិនដឹងទៅមិនទៅគេស្លាប់ហ្មងគេនៅពីលើគេស្លាប់នឹងខ្ញុំអត់ដឹងដែរហើយខ្ញុំប្រើពឹសខ្ញុំដឹងពឹសទេសូមអរគុណដល់ពុកម៉ែបងប្អូនទូនិកជនដែលបានចំណាយពេលវេលាមានតម្លៃក្នុងការតាមដានទស្សនាតាំងពីដើមដល់ចប់ហើយកម្មវិធីរបស់យើងនឹងស្វែងរកនៅវាគ្មិនអតីតកីឡាករក៏ដូចជាកីឡាករដែលកំពុងតែមានមុខនៅក្នុងសង្គមជួយជ្រោមជ្រែងនៅក្នុងវិស័យនេះឲ្យកាន់តែល្បីផុសផុលបន្ថែមទៀតអញ្ចឹងសម្រាប់ការជួបជាមួយលោកគ្រូនួនភេរមនៅពេលនេះគឺយើងសូមចាប់តែប៉ុណ្្នឹងហើយសូមជម្រាបលាទស្សនិកជនផងដែរបាទសូមគោរពអរគុណពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព VHOP ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព VHOP ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេច Media អ្នកឯកទេសថតរូបនិងថតវីដេអូអាពេច Media ច្នៃប្រឌិតគ្មានដែនកំណត់